សូមស្វាគមន៍មកកាន់វីដេអូទី1ស្ដីអំពីរបៀបនៃការប្រើប្រាស់កម្មវិធីបុកទូរស័ព្ទសម្រាប់ឆ្នាំសិក្សា2025-2026នៅក្នុងវីដេអូនេះដែរខ្ញុំចង់បង្ហាញអំពីរបៀបនៃការ unblock តើយើងធ្វើម៉េចដើម្បីប្រើប្រាស់កម្មវិធីនេះឲ្យបានត្រឹមត្រូវអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមអនុវត្តតែម្ដងអញ្ចឹងលោកគ្រូអាចធ្វើការទាញយកនៅ file Excel ដែលជាកម្មវិធីបុកទូរស័ព្ទនឹងនៅក្នុង channel របស់ខ្ញុំបាទដែលមានបង្ហាញនៅខាងក្នុងវីដេអូនេះអញ្ចឹងបន្ទាប់ពីលោកគ្រូបានទទួល file នេះហើយនៅក្នុង Telegram លោកគ្រូអាចចុច download បាទចុច download មកបន្ទាប់មកលោកគ្រូអាចធ្វើការ mouse ស្ដាំទៅលើ file មួយនឹងមកហើយយកពាក្យថា save as បាទពីសញ្ញាព្រួញចុះក្រោមគឺចុចពាក្យ save as ហ្នឹងមកបន្ទាប់មកគ្រូអាចធ្វើការជ្រើសរើសទីតាំងយើងអាចធ្វើការជ្រើសរើសទីតាំងមកឧទាហរណ៍ថាពេលនេះខ្ញុំដាក់នៅលើ desktop រួចហើយខ្ញុំចុចពាក្យថា save បាទបន្ទាប់ពី save ហើយគឺយើងទទួលបាន file ដែលទាញចេញពី Telegram របស់យើងហ្នឹងគឺដាក់នៅលើ desktop ហើយអញ្ចឹងដើម្បីធ្វើការ unblock បានគ្រូអាច mouse ស្ដាំទៅលើ file មួយហ្នឹងមកហើយយកពាក្យថា property បាទហើយលោកគ្រូអាចទៅមើលនៅខាងក្រោមណានៅខាងក្រោមនេះគេដាក់ថា security អញ្ចឹងតើតើនឹង security នេះលោកគ្រូមិនបាច់ចាំអានច្រើនមានថាវា block របស់យើងហើយអញ្ចឹងយើងthíchទៅលើពាក្យថា unblock មកយើងthíchទៅលើពាក្យថា unblock នេះហើយយើងចុច apply ទៅហើយចុច OK នោះយើងធ្វើការ unblock បានជោគជ័យហើយអញ្ចឹងលោកគ្រូអាចធ្វើការបើកសាកល្បងមកបាទបើកសាកល្បងចឹងយើងធ្វើការរងចាំបាទនៅពេលនេះគឺយើងធ្វើការ unblock បានជោគជ័យហើយពេលខ្លះនៅក្នុងកុំព្យូទ័ររបស់លោកគ្រូអាចនឹងមានload message មួយនៅខាងលើនេះជារបាពណ៌លឿងដែលមានពាក្យថា enable macro អញ្ចឹងលោកគ្រូគ្រាន់តែចុចទៅលើពាក្យថា enable macro ទៅជាការស្រេចហើយអត់ពេលនោះលោកគ្រូអាចធ្វើការប្រើប្រាស់កម្មវិធីបុកទូរស័ព្ទនេះបានហើយអញ្ចឹងចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាលោកគ្រូអាចយល់ក្នុងការប្រើប្រាស់នៅកម្មវិធីមួយនេះឲ្យបានត្រឹមត្រូវរបៀបនៃការ unblock អញ្ចឹងជួបគ្នានៅវីដេអូបន្តសូមអរគុណ